បងប្អូនធ្លាប់តែញ៉ាំភីហ្សាដែលមានឈីសឥឡូវថ្ងៃនេះបងប្អូនមកសាកពីរបៀបធ្វើដំឡូងដុតឈីសជាមួយនាងខ្ញុំចាអូមួយឈីសឡើងតាយមកជាតិហ្មងណាបងប្អូនហើយវិធីធ្វើងាយស្រួលមែនតើបងប្អូនយកដំឡូងមកដុំមកយកមកដុតសម្រាប់ខ្ញុំដំឡូងខ្ញុំរៀងធំខ្ញុំដុតភ្លើង200អង្សាររយៈពេល30នាទីចាបន្ទាប់ពីយើងដុតទាំងហើយដំឡូងយើងឆ្អិនយកវាមកវះមកខ្ញុំដាក់ជាមួយនឹង butter មួយកូនដុំហើយខ្ញុំបន្ថែមជាមួយនឹងទឹកឃ្មុំហើយបន្ទាប់មកទៀតខ្ញុំក៏បន្ថែមជាមួយនឹងឈីសពីលើទៀតអញ្ចឹងឈីសហ្នឹងដាក់តិចច្រើនទៅតាមបងប្អូនចូលចិត្តទៅប៉ុន្តែសម្រាប់ខ្ញុំប៉ុណ្ណឹងគឺអូខេចូលចិត្តត្រឹមហ្មងហើយបន្ទាប់មកខ្ញុំយកឈីសទៅដុតខ្ញុំដុតរយៈពេលតែ3នាទីភ្លើង200អង្សាចាបងប្អូននេះអើយទាញមកឡើងតាយហ្មងណាបងប្អូនហើយវិញញ៉ាំដាក់មួយម៉ាត់ហើយចង់ញ៉ាំមួយម៉ាត់ទៀតមួយម៉ាត់ហើយចង់ញ៉ាំមួយម៉ាត់ទៀតហើយបងប្អូននិយាយខ្ញុំញ៉ាំជាមួយនឹង green tea latte អូត្រូវគ្នាមែនបងប្អូនដោយសារដំឡូងវាមានជាតិផ្អែមហើយមានឈ្ងុយចេញពីឈីសហ្នឹងមកហើយ green tea វាមានជាតិចត់ល្វីងតិចចុងដាតើបងប្អូនហើយយើងមានទឹកដោះគោក្នុងហ្នឹងវាខ្ទិះហ្មងអូយញ៉ាំទៅត្រូវគ្នាសម្រាប់បងប្អូនដែលចង់បានជាមួយនឹង green tea ប្រភេទ organic សុទ្ធ 100% ឬក៏ចង់បាន matcha ប្រភេទ premium គឺនាងខ្ញុំមានលក់